បាទសួស្តីអាណាព្យាបាលទាំងអស់គ្នាចង់ថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីការប្រើប្រាស់ធនាគារ AP ទាំងអស់គ្នាចង់នៅក្នុងនឹងដែរសម្រាប់អាណាព្យាបាលដែលប្រើទូរស័ព្ទ Android ចឹងយើងអាចប្រើប្រាស់កម្មវិធី Chrome ឬក៏ Google អីចឹងទៅតែសម្រាប់អាណាព្យាបាលដែលប្រើ iPhone ចឹងយើងចូលក្នុង Safari តោះចឹងយើងចាប់ផ្ដើមអស់គ្នាចូលក្នុង Chrome សម្រាប់ទូរស័ព្ទ Android បន្ទាប់មកអាណាព្យាបាលគ្រាន់តែវាយពាក្យ PLP បាទគ្រាន់តែវាយ PLP នឹងមកហើយអាណាព្យាបាលអាច search ទៅបានហើយនឹងឃើញផ្ទាំងនៅខាងលើដំបូងគេនេះគឺថ្នា PLP អញ្ចឹងអាណាព្យាបាលចុចវាមកបាទអញ្ចឹងយើងនៅក្នុងនេះយើងនឹងឃើញអនុវិស័យការអប់រំបឋមសិក្សាអញ្ចឹងអាណាព្យាបាលអាចចូលទៅក្នុងនឹងបានបាទចុចក្នុងថ្នាបឋមសិក្សាមកហើយអាណាព្យាបាលសូមជ្រើសរើសយកពាក្យថាសិស្សបាទសិស្សបន្ទាប់មកយើងនឹងឃើញផ្ទាំង3នេះគឺយើងចូលទៅក្នុងថ្នាបឋមថ្មីបាទអញ្ចឹងវានឹងទាមទារនៅឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់អញ្ចឹងក្នុងហ្នឹងគឺអាណាព្យាបាលមាន QR code អញ្ចឹងយើងចុចនៅកន្លែង scan QR code នេះនៅខាងក្រោមយើងនេះបាទយើងចុចកន្លែងហ្នឹងហើយយើងអាច scan បាន scan មកហើយនឹងវា load ចូលក្នុងករណីរបស់អាណាព្យាបាលហើយតែគ្រាន់ថាទូរស័ព្ទខ្ញុំមានបញ្ហាអញ្ចឹងយើងមានវិធីមួយទៀតគឺយើងអាចចូលជ្រើសរើស QR នេះនៅខាងស្ដាំដៃនេះគឺនៅខាងក្រោមសារខ្ញុំបានថត QR code ទុកហើយអញ្ចឹងយើងអាចជ្រើសរើសយកពាក្យជ្រើសរើស QR មកហើយយើងនឹងរើសនេះខ្ញុំមាន QR មួយដែរនេះគឺ QR code account របស់ខ្ញុំ PLP អញ្ចឹងយើងគ្រាន់តែ select វាមកហើយយើងចុចពាក្យដានមកនេះនៅខាងក្រោមនេះបាទអញ្ចឹងវានឹងនាំយើងចូលទៅក្នុងថ្នា PLP អញ្ចឹងថ្នា PLP ជាថ្នាមួយសម្រាប់បណ្ដុះបណ្ដាលសម្រាប់បឋមសិក្សាដែលអាចគាត់ចូលរៀនហើយយើងមានឯកសារទាំងអស់ទាំងគណិតវិទ្យាភាសាខ្មែរនិងវិទ្យាសាស្ត្រនិងភាសាអង់គ្លេសផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺក្នុងខែហ្នឹងគឺយើងតម្រូវឲ្យមានការប្រឡងប្រចាំខែនៅក្នុងថ្នា PLP អញ្ចឹងសូមអាណាព្យាបាលចូលនៅកន្លែង account នេះគឺគ្រូបង្រៀននេះមានឈ្មោះរបស់ខ្ញុំបាទឈ្មោះហិនយើងយូអញ្ចឹងបើអាណាព្យាបាលដាក់ account កូនអញ្ចឹងសូមមើលឈ្មោះកូននៅខាងលើគេនៅខាងស្ដាំហ្នឹងហើយយើងចុចវាមកអញ្ចឹងវាមាននេះមានពាក្យតាមដានតេស្តកិច្ចការផ្ទះអញ្ចឹងយើងជ្រើសរើសយកពាក្យតេស្តបាទនេះគឺតេស្តចូលមកអញ្ចឹងយើងមានច្រើនមែនតើសម្រាប់យើងតេស្តប៉ុន្តែសម្រាប់យើងគឺប្រឡងប្រចាំខែអញ្ចឹងនៅក្នុងនេះគឺយើងតម្រូវប្រឡងប្រចាំខែអញ្ចឹងសូមអាណាព្យាបាលនាំកូនប្រឡងឲ្យបានគ្រប់គ្នាបាទអញ្ចឹងដំបូងគឺយើងចូលប្រឡងប្រចាំខែយើងចុចវាមកនេះគឺពណ៌ក្រហមតបមកយើងនឹងឃើញនេះថ្នាក់ទី1យើងមានភាសាខ្មែរសិក្សាសង្គមនិងគណិតវិទ្យាអញ្ចឹងអាណាព្យាបាលអាចចូលទៅខាងក្នុងនឹងមកអញ្ចឹងនៅក្នុងនេះវាមានរយៈពេល45នាទីវាមាន30សំណួរអញ្ចឹងបន្ទុកជាប់គឺ 50% អញ្ចឹងអាណាព្យាបាលអាចចាប់ផ្ដើមបានចូលកន្លែងពាក្យចាប់ផ្ដើមមកហើយយើងមិនចាំបាច់បារម្ភថាតើកូនយើងអាចអានប្រធានកើតអត់នៅក្នុងហ្នឹងគឺក្រសួងបានគិតគូរួចរាល់ហើយអញ្ចឹងយើងមានកន្លែងសំឡេងនេះយើងចុចកន្លែងសំឡេងហ្នឹងមកបាទបាទអញ្ចឹងនៅពេលកូនស្ដាប់ប្រធាននឹងហើយអញ្ចឹងកូននឹងអាចជ្រើសរើសបានអញ្ចឹងមានកចបតអញ្ចឹងពាក្យកមានសូរដើមអ្វីអញ្ចឹងគឺមានសូរដើមកចុចកមកហើយយើងចុចបន្ទាប់នៅខាងក្រោមនៅខាងស្ដាំដៃហ្នឹងបាទហើយបន្តទៀតឲ្យកូនចុចនៅកន្លែងសំឡេងហ្នឹងដែរបាទអញ្ចឹងកន្លែងពាក្យមុខហ្នឹងអញ្ចឹងមានសូរដើមគឺសូរដើមមកបាទអញ្ចឹងយើងអាចចុចទៅមុខទៀតបានអញ្ចឹងគឺនៅត្រង់កន្លែងដែលយើងជ្រើសរើសគឺវាមានសំឡេងឲ្យយើងស្ដាប់តែដល់ចំណុចដែលការអានអត្ថបទខ្លីអញ្ចឹងកន្លែងហ្នឹងគឺតម្រូវឲ្យកូនត្រូវអានអត្ថបទបន្ទាប់មកយើងនឹងឆ្លើយសំណួរបាទអញ្ចឹងនៅក្នុងហ្នឹងគឺដូចតែគ្នាដែរសម្រាប់
ศึกษาสังคมให้หนึ่งกนัดวิชีให้สังคมท่าอนาพิบาลหนึ่งอาจធ្វើបានទាំងអស់គ្នាហើយនឹងនាំកូនប្រឡងប្រចាំខែបាននៅក្នុង app PLP បាទចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ